ប្រាក់សម្រាប់គ្រាអាសន្នគឺជាមធ្យោបាយដ៏សំខាន់មួយដែលជួយឲ្យយើងក្លាយជាម្ចាស់ហិរញ្ញវត្ថុរបស់ខ្លួននៅពេលដែលជីវិតប្រឈមនឹងបញ្ហាកុំរងចាំដល់ពេលមានបញ្ហាទើបចាប់ផ្ដើមសន្សំពីបន្តិចម្ដងនៅថ្ងៃនេះដើម្បីសុវត្ថិភាពនៅថ្ងៃស្អែកប្រាក់សម្រាប់គ្រាអាសន្នមិនមែនជាជម្រើសនោះទេតែជាការចាំបាច់សម្រាប់យើងគ្រប់គ្នាគ្រួសារយើងនិងអនាគតរបស់យើងជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមចែករំលែកនៅប្រធានបទមួយទៀតអំពីការសន្សំប្រាក់បម្រុងដើម្បីប្រើប្រាស់ក្នុងគ្រាអាសន្ននៅពេលដែលយើងមិនទាន់ឆ្លងកាត់នៅតម្រូវការលុយភ្លាមនោះយើងមិនសូវចាប់អារម្មណ៍អំពីការសន្សំប្រាក់សម្រាប់គ្រាអាសន្នឬកញ្ចប់ប្រាក់សុវត្ថិភាពក្នុងរយៈពេល3ខែទៅ6ខែនោះទេនៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់យើងម្នាក់ៗតែងតែប្រឈមនឹងហេតុការណ៍ឬបញ្ហាបន្ទាន់ដែលកើតឡើងដោយមិនបានព្រៀងទុកហេតុការណ៍នោះដូចជាបាត់បង់ការងារឈឺស្កាត់ជួបគ្រោះថ្នាក់ចរាចរណ៍ឬគ្រោះថ្នាក់ចៃដន្យម៉ូតូឡានខូចដែលត្រូវជួសជុលអស់លុយច្រើននិងការចំណាយចាំបាច់ផ្សេងដែលចាំបាច់ត្រូវតែចំណាយលុយនេះសុទ្ធតែជាតម្រូវការហិរញ្ញវត្ថុដើម្បីយកមកដោះស្រាយចុះបើយើងមិនបានសន្សំប្រាក់ខ្លះទុកប្រកាសណាស់ថាពិបាកនឹងដោះស្រាយប្រសិនបើមានប្រាក់សម្រាប់គ្រាអាសន្នខ្លះនោះជាជម្រើសដ៏ល្អបំផុតសម្រាប់ការពារជីវិតនិងជួយសង្គ្រោះស្ថានភាពសេដ្ឋកិច្ចរបស់យើងក្នុងគ្រាមួយបានយ៉ាងល្អប្រសើរតើអ្វីទៅជាប្រាក់សម្រាប់គ្រាអាសន្នការសន្សំប្រាក់បម្រុងសម្រាប់គ្រាអាសន្នមានសារៈសំខាន់ដូចម្តេចតើគួរតែសន្សំចំនួនប៉ុន្មាននិងដោយរបៀបណាខ្លះទើបមានប្រសិទ្ធភាពខ្ពស់ប្រាក់សម្រាប់គ្រាអាសន្នគឺជាចំនួនប្រាក់ដែលយើងបានសន្សំពីប្រាក់ចំណូលប្រចាំថ្ងៃឬប្រចាំខែដើម្បីប្រើប្រាស់នៅពេលដែលមានហេតុការណ៍បន្ទាន់ដែលកើតឡើងដោយមិនបានព្រៀងទុកដែលប៉ះពាល់ដល់ជីវិតហិរញ្ញវត្ថុរបស់យើងការសន្សំប្រាក់សម្រាប់គ្រាអាសន្ននេះប្រៀបបានដូចជាការធានារ៉ាប់រងក្នុងរយៈពេលមួយដល់ខ្លួនយើងនិងក្រុមគ្រួសាររបស់យើងមានន័យថាយើងសន្សំប្រាក់សម្រាប់ខ្លួនឯងនិងគ្រួសារសម្រាប់ប្រើប្រាស់នៅក្នុងករណីចៃដន្យណាមួយកើតឡើងដោយមិនបានព្រៀងទុកនិងជួយដោះស្រាយបញ្ហាហិរញ្ញវត្ថុបានភ្លាមៗដោយមានប្រសិទ្ធភាពសារៈសំខាន់ឬអត្ថប្រយោជន៍ការសន្សំសម្រាប់គ្រាអាសន្នគឺអាចជួយសង្គ្រោះយើងនៅក្នុងគ្រាណាមួយដែលកើតឡើងដោយមិនបានព្រៀងទុកដូចជាករណីជួបគ្រោះចៃដន្យដែលធ្វើឲ្យយើងបាត់បង់ការងារដែលស្មើនឹងបាត់បង់ប្រាក់ចំណូលប្រចាំខែការឈឺស្កាត់ដែលត្រូវចំណាយលុយទៅព្យាបាលឬក៏ជួបគ្រោះធម្មជាតិដែលធ្វើឲ្យបាត់បង់ផ្ទះសម្បែងភ្លើងឆេះផ្ទះដែលសុទ្ធសឹងតែធ្វើឲ្យយើងត្រូវការលុយដើម្បីដោះស្រាយបញ្ហាទាំងអស់នេះផ្ទុយទៅវិញប្រសិនបើយើងមិនបានគិតគូរអំពីការសន្សំនោះទេនោះនៅពេលដែលយើងជួបគ្រាអាសន្នណាមួយយើងនឹងមិនអាចដោះស្រាយបញ្ហានោះបានឡើយប្រសិនបើបងប្អូនសាច់ញាតិយើងអាចមានលទ្ធភាពឲ្យខ្ចីខ្លះយើងអាចនឹងដោះស្រាយបញ្ហានេះបានគឺជាការល្អបើពុំដូច្នេះទេយើងត្រូវរកខ្ចីលុយពីគេឬគ្រឹះស្ថានហិរញ្ញវត្ថុដែលត្រូវចំណាយការប្រាក់ខ្ពស់ដើម្បីអាចដោះស្រាយបញ្ហាក្នុងគ្រានេះបានមួយរយៈចុះបើពុំមានអ្នកហ៊ានឲ្យខ្ចីដោយសារតែគេគិតថាយើងមិនមានលទ្ធភាពសងបំណុលគេវិញនោះទេនោះគឺជាគ្រោះដែលយើងមិនអាចប្រកែកបានឡើយវាគឺជាគុណវិបត្តិដែលយើងមិនបានគិតគូរយកចិត្តទុកដាក់នៅក្នុងការសន្សំដើម្បីដោះស្រាយបញ្ហាបន្ទាន់នៅក្នុងគ្រាមួយដែលកើតឡើងដោយយើងពុំចង់ជួបឬជាគ្រាមួយដែលកើតឡើងដោយពុំបានគ្រោងទុកបែបនេះបន្ថែមពីនេះការសន្សំសម្រាប់គ្រាអាសន្នចូលគិតគូរអំពីទស្សនៈទានរបស់អ្នកជំនាញផ្នែកហិរញ្ញវត្ថុដែលតែងតែចែករំលែកនៅគំនិតយោបល់របស់ពួកគាត់ឲ្យជាគំនិតពិចារណាថាអំពីការសន្សំប្រាក់សម្រាប់គ្រាអាសន្នយ៉ាងហោចណាស់3ទៅ6ខែខាងមុខក្រោយពីបាត់បង់ការងារដោយប្រការណាមួយដែលនឹងធ្វើឲ្យយើងមិនមានប្រាក់ចំណូលទាល់តែសោះសម្រាប់គ្រប់គ្រងជីវភាពប្រចាំថ្ងៃការដែលយើងគិតគូរអំពីការសន្សំទុកក្នុងរយៈពេល3ទៅ6ខែនោះនឹងអាចជួយក្នុងគ្រាលំបាកបានយ៉ាងល្អប្រសើរទាំងបញ្ហាផ្លូវចិត្តនិងដែលមិនធ្វើឲ្យយើងមានទុក្ខព្រួយអំពីការមិនមានលុយសម្រាប់ចាយវាយប្រចាំថ្ងៃដោយសមរម្យពលគឺមិនចំណាយនៅក្នុងការរស់នៅបែបហឺហាលុយឆាយចាយត្រឹមតែរបស់ដែលជាតម្រូវការចាំបាច់បំផុតនឹងអាចមានពេលវេលាគិតគូរស្វែងរកការងារថ្មីឬក៏ធ្វើអ្វីដើម្បីបានប្រាក់ចំណូលបន្ថែមទៀតឬក៏អាចធ្វើដូចម្តេចដើម្បីមានប្រាក់ខែឬក៏ប្រាក់ចំណូលជាប្រចាំឡើងវិញបានក្រោយពីប្រាក់បម្រុងរយៈពេល3ទៅ6ខែរបស់យើងនោះត្រូវបានចាយអស់ការសន្សំប្រាក់បម្រុងនេះ ព
ប្រសិនបើយើងមានខ្លួនមួយនៅតែម្នាក់ឯងមិនទាន់មានគ្រួសារប្រពន្ធកូននោះទេឧបមាថាបើយើងមានប្រាក់ខែ$300ដែលយើងអាចចាយវាយគ្រប់គ្រាន់សមល្មមពេញមួយខែនឹងអាចសល់ខ្លះៗសម្រាប់ប្រើប្រាស់តាមតម្រូវការផ្សេងៗឬក៏ចាត់ចែងទៅលើការជូនឪពុកម្ដាយធ្វើបុណ្យចងដៃការខួបកំណើតអ្នកជិតស្និទ្ធជាដើមដូច្នេះយើងគួរតែសន្សំប្រាក់បម្រុងឲ្យបាន3ខែដែលស្មើនឹង$900និងរយៈពេល6ខែដែលស្មើនឹង$1,800នៅក្នុងប្រាក់ចំណូលរបស់យើងប្រចាំខែ$300ប្រសិនបើបានច្រើនជាង3ទៅ6ខែកាន់តែល្អការកាត់បន្ថយហានិភ័យបានកាន់តែច្រើននិងរយៈពេលយូរផងដែរចំពោះអ្នកមានគ្រួសារឬមានកូននៅក្នុងបន្ទុកបន្ថែមក៏ដូច្នេះដែរយើងអាចសន្សំបូកចូលគ្នារវាងប្រាក់ចំណូលរបស់ប្តីនិងប្រាក់ចំណូលរបស់ប្រពន្ធបើគិតគូរដល់ការចំណាយជាមធ្យមនៅក្នុងមួយខែអស់ប៉ុន្មានដោយយើងលើកយកឧទាហរណ៍ករណីអ្នកដែលនៅខ្លួនមួយខាងលើប្រសិនបើប្រាក់ខែឬប្រាក់ចំណូលប្តី$800បូកនឹងប្រាក់ចំណូលរបស់ប្រពន្ធ$400ថែមគឺស្មើនឹង$1,000នៅក្នុងមួយខែដូច្នេះយើងគួរតែសន្សំប្រាក់បម្រុងក្នុងរយៈពេល3ខែដែលស្មើនឹង$3,000និងប្រាក់បម្រុងសម្រាប់រយៈពេល6ខែស្មើនឹង$6,000យ៉ាងណាប្រសិនបើមានលទ្ធភាពក៏ដាក់ផែនការសន្សំឲ្យបានច្រើនជាងនេះកាន់តែល្អមែនទែនសម្រាប់អ្នកមានគ្រួសារជាពិសេសមានកូននៅក្នុងបន្ទុកឬក៏ត្រូវការថែទាំឪពុកម្ដាយចាស់ជរាដែលការនេះនឹងជួយកាត់បន្ថយបញ្ហាប្រឈមនិងហានិភ័យផ្សេងៗដែលអាចកើតឡើងគ្រប់ពេលវេលានិងមិនបានគ្រប់ទុកមុននេះហើយគឺជាអត្ថប្រយោជន៍នៃការសន្សំសម្រាប់គ្រាអាសន្នដោយក្នុងករណីជាក់ស្ដែងដែលកើតឡើងនៅក្នុងវិបត្តិ COVID-19 និងក្រោយវិបត្តិ COVID-19 ក៏នៅតែជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរដែលប៉ះពាល់ដល់ប្រាក់ចំណូលបាត់បង់ឱកាសការងារជាដើមដែលធ្វើឲ្យប្រាក់ចំណូលខ្លះបាត់រហូតដល់ទៅ 30% 50% ឬក៏បាត់បង់ការងារក៏មានចំពោះអ្នកដែលរកស៊ីក៏ដូចគ្នាគឺប្រឈមមុខនឹងការលក់មិនដាច់ឬក៏ខាតបង់បិទទ្វារលងចុងក៏មានដែរដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់យើងខ្លាំងមែនទែនមធ្យោបាយដែលយើងអាចសន្សំប្រាក់បម្រុងសម្រាប់គ្រាអាសន្នអាចធ្វើបានតាមរយៈការរៀបចំផែនការដោយដកលុយសន្សំដាក់ក្នុងកុងធនាគារដោយឡែកឬក៏សន្សំក្នុងកូនជ្រូកឬក៏ដាក់នៅក្នុងផ្ទះជាដើមក៏ជាជម្រើសម្យ៉ាងដែរប៉ុន្តែយើងអាចពិចារណាគួរតែប្រើប្រាស់មធ្យោបាយដាក់នៅក្នុងគណនីសន្សំនៅគ្រឹះស្ថានហិរញ្ញវត្ថុណាមួយដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ជាងហើយរកគម្រោងសន្សំណាដែលអាចងាយស្រួលដកបានរហ័សទាន់ចិត្តដើម្បីងាយស្រួលដកប្រើប្រាស់ឬដោះស្រាយបញ្ហាដែលកើតឡើងភ្លាមៗការសន្សំប្រាក់សម្រាប់គ្រាអាសន្នគោលដៅសម្រាប់ដោះស្រាយរឿងបន្ទាន់និងចាំបាច់បំផុតមិនមែនសន្សំហើយយកលុយទៅប្រើប្រាស់ក្នុងគោលបំណងផ្សេងនោះទេសន្សំឲ្យបានយ៉ាងតិច3ទៅ6ខែឬដល់1ឆ្នាំនៃប្រាក់ចំណូលរបស់យើងកាន់តែល្អប្រាក់សន្សំបម្រុងកាន់តែច្រើនសុវត្ថិភាពផ្លូវចិត្តនិងផ្លូវកាយមានកាន់តែខ្ពស់ជាពិសេសគឺអាចដោះស្រាយបញ្ហាបានកាន់តែច្រើនត្រូវចាំថាយើងសន្សំសម្រាប់គ្រាអាសន្នមិនមែនសន្សំសម្រាប់គោលដៅទិញរបស់ប្រើប្រាស់នោះទេប្រាក់សន្សំសម្រាប់គ្រាអាសន្នជាមធ្យោបាយសំខាន់មួយដែលជួយឲ្យយើងក្លាយជាម្ចាស់ហិរញ្ញវត្ថុរបស់យើងនៅពេលជីវិតប្រឈមនឹងបញ្ហាកុំចាំដល់ពេលមានវិបត្តិទើបចាប់ផ្ដើមសន្សំបន្តិចម្ដងនៅថ្ងៃនេះដើម្បីសុវត្ថិភាពនៅថ្ងៃស្អែកប្រាក់សន្សំសម្រាប់គ្រាអាសន្នមិនមែនជាជម្រើសទេតែជាតម្រូវការចាំបាច់សម្រាប់ខ្លួនយើងគ្រួសារយើងនិងអនាគតរបស់យើងសូមអរគុណសម្រាប់ការស្ដាប់វីដេអូ podcast មួយនេះប្រសិនបើបងប្អូនមានអ្វីចែករំលែកលើប្រធានបទនេះឬក៏មានមតិយោបល់សូម comment ខាងក្រោមវីដេអូនេះជួបគ្នានៅវីដេអូបន្ទាប់សូមអរគុណ